เอาประสาทព្រះវិហាររបស់ខ្មែរអើយអ្នកខុសអីបានជាសៀមឆ្លៀនពៀនយកយន្តហោះចម្បាំង F16 មកទម្លាក់គ្រាប់លើអ្នកច្បាប់របស់អង្គការ UNESCO បានចែងយ៉ាងច្បាស់ថាការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកគឺស្មើទៅនឹងការប្រព្រឹត្តអក្រិតកម្មប្រឆាំងមនុស្សជាតិដែលទាមទារឲ្យមានការថ្កោលទោសនិងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើជនបំផ្លិចបំផ្លាញនិងហាមមិនឲ្យប្រើប្រាស់សម្រាប់គោលដៅយោធានោះឡើយអនុសញ្ញាទីក្រុងឡាអេឆ្នាំ1954សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃចំនួនប្រដាប់អាវុធត្រូវបានអនុម័តដោយអង្គការ UNESCO ដើម្បីឆ្លើយតបទៅនឹងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលបណ្ដាលមកពីសង្គ្រាមដោយទទួលស្គាល់ថាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់អនុសញ្ញាខាងលើបានបង្កើតក្របខ័ណ្ឌអន្តរជាតិដ៏ទូលំទូលាយដំបូងគេដើម្បីការពារបូជនីយដ្ឋានស្នាដៃសិល្បៈសាស្ត្រាស្លឹករឹតទ្រព្យសម្បត្តិវប្បធម៌សំខាន់ដទៃទៀតអនុសញ្ញានេះអនុវត្តទាំងក្នុងនៅពេលមានសន្តិភាពនិងអំឡុងពេលចំនួនប្រដាប់អាវុធដោយធានាថាកន្លែងវប្បធម៌និងវត្ថុនានាត្រូវបានថែរក្សាគោរពនិងការពារពីការបំផ្លិចបំផ្លាញការប្រើប្រាស់ខុសឬការលួចប្លន់ជាដើមអនុសញ្ញានេះក៏បានហាមឃាត់មិនឲ្យប្រើប្រាស់សម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់គោលបំណងយោធាផងដែរហើយបើនរណាបំពានគឺនឹងមានការដាក់ទណ្ឌកម្មជាក់ជាមិនខានរីឯអ្នកជំនាញអង្គការសហប្រជាជាតិក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថាពេលទ្រព្យសម្បត្តិបេតិកភណ្ឌវប្បធម៌រងការវាយប្រហារនោះមានន័យថាពលរដ្ឋនិងសិទ្ធិមូលដ្ឋាននៃប្រទេសដែលរងគ្រោះក៏រងការវាយប្រហារផងដែរត្រង់ចំណុចនេះគឺបានបង្ហាញយ៉ាងច្បាស់ក្រឡែតថាសៀមកំពុងតែរំលោភបំពានលើកម្ពុជាទាំងកំរោលហើយតាមរយៈការយកកន្លែងសម្បត្តិវប្បធម៌ធ្វើជាគោលដៅយោធាដោយយកសិទ្ធិយន្តហោះចម្បាំង F16 មកទម្លាក់ទាំងកំរោលធ្វើឲ្យប្រាសាទព្រះវិហារនិងបរិវេណជុំវិញប្រាសាទរងការខូចខាតយ៉ាងច្រើនកន្លែងបើមានវិធានការលើសៀមអង្គការ UNESCO នឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពបំផ្លិចបំផ្លាញរបស់សៀមលើតំបន់បេតិកភណ្ឌពិភពលោកដែលរំលោភនឹងច្បាប់អន្តរជាតិនិងជាទង្វើប្រឆាំងមនុស្សជាតិហើយនឹងពិនិត្យឡើងវិញលើឋានៈរបស់សៀមនៅអង្គការ UNESCO ឬអាចឈានទៅដល់ការព្យួរឬដកសៀមចេញពីកម្មវិធីឬគណៈកម្មការ UNESCO តែម្ដងវិធានការមួយទៀតគឺសៀមអាចនឹងរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ